បងប្អូនអរគ្នានេះគឺជាបទពិសោធន៍ដ៏ល្អនៅក្នុងការបើកបររថយន្ត Pick Up របស់ BYD ដែលដំឡើងនៅក្នុងប្រទេសកម្ពុជាយើងតែម្ដងស្រាប់ខ្ញុំអត្ថាធិប្បាយម្ដងហើយម្ដងទៀតគម្រប់3ដងហើយខ្ញុំនឹងស្រែកប្រាប់បងប្អូនទាំងអស់គ្នាថានេះគឺជាលំដាប់នៃឡាន Pick Up មួយហើយរបស់ BYD ដែលមានឈ្មោះថា Shaq វាត្រូវបានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាទំនើបជាច្រើនបូករួមជាមួយនឹងបច្ចេកវិទ្យា DMO ដោយសមាសធាតុ4គឺរួមបញ្ចូលគ្នានៅក្នុងរថយន្តតែមួយតែម្ដងដោយវាផ្ដល់គុណតម្លៃយ៉ាងខ្លាំងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់យើងតែម្ដងដោយវាអាចដំណើរការដោយប្រព័ន្ធសាំងសុទ្ធក៏បានដំណើរការដោយប្រព័ន្ធអគ្គិសនីសុទ្ធក៏បានដំណើរការដោយប្រព័ន្ធសាំងលាយអគ្គិសនី PHEV និងជម្រើសមួយទៀតផងដែរដំណើរការដោយប្រព័ន្ធម៉ាស៊ីនបញ្ជូនថាមពលទៅដល់ម៉ូទ័រដោយបងប្អូនអាចស្គាល់ថានេះគឺជាបច្ចេកវិទ្យា REEV ផងដែរដែលពិតជាងាយស្រួលនៅក្នុងការប្រើប្រាស់តែម្ដងអញ្ចឹងបងប្អូនទាំងគ្នាច្បាស់ជាមានសំណួរហើយថាតើបច្ចេកវិទ្យាទាំងអស់នេះមានប្រយោជន៍អ្វីខ្លះសម្រាប់បងប្អូនទិញរថយន្តនេះយកទៅប្រើប្រាស់កុំទាន់ដូរប៉ុស្តិ៍តាណាវីដេអូនេះខ្ញុំនឹងសម្រាយលម្អិតអំពីរថយន្តចំនួនថ្មី BYD Shaq បងប្អូនទាំងអស់គ្នាមើលវីដេអូនេះចប់ប្រយ័ត្នលក់ឡានចាស់ខាតដើម្បីមកទិញរថយន្ត BYD Shaq មួយគ្រឿងនេះដើម្បីយកបទពិសោធន៍ដ៏ល្អនៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃគុណប្រយោជន៍ដ៏មានតម្លៃនៃរថយន្តនេះផងដែរគឺបងប្អូនអាចដំណើរការជាមួយប្រព័ន្ធអគ្គិសនីសុទ្ធដោយមិនចាំបាច់ចំណាយនៅក្នុងការចាក់ប្រេងសាំងផងដែរបងប្អូនទាំងអស់គ្នាហើយជំរើសមួយទៀតបើសិនជាបងប្អូនជាអ្នកប្រកបអាជីវកម្មត្រូវការរត់ចម្ងាយនៅក្នុងផ្លូវឆ្ងាយគឺបងប្អូនអាចប្រើប្រាស់ជាមួយនឹង mode PHEV ផងដែរអញ្ចឹងវាពិតជាផ្ដល់នូវគុណតម្លៃមួយយ៉ាងងាយស្រួលសម្រាប់ការប្រើប្រាស់ផងដែររថយន្តនេះបំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន2បូករួមជាមួយនឹងម៉ាស៊ីន 1.5 ជំនួយដោយ Turbo ទៀតដូចនេះវាអាចមានសមត្ថភាពផលិតកម្លាំងសេះបាន541 HP ឯណោះនិងកម្លាំងរមុល650 Newton ម៉ែត្រផងដែររីឯអគ្គិសនីសុទ្ធរបស់វាគឺអាចបើកបរបានរយៈចម្ងាយ100 km បំពាក់ដោយកញ្ចប់អាគុយ 29.58 kW ម៉ោងហើយអ្វីដែលខ្ញុំអាចប្រាប់បងប្អូនទាំងអស់គ្នាតទៅទៀតរថយន្តនេះគឺជារថយន្តដែលដំឡើងនៅក្នុងប្រទេសកម្ពុជាយើងក្រុងព្រះសីហនុតែម្ដងរីឯតម្លៃវិញចន្លោះពី$45,000ចង់ដឹងលម្អិតយ៉ាងណានៅថ្ងៃសម្ពោធជាផ្លូវការខ្ញុំនឹងរាយរាប់ប្រាប់បងប្អូនទាំងអស់គ្នាបន្ថែមអំពីតម្លៃជាក់ស្ដែងនៃរថយន្តនេះតែម្ដងដោយសារតែនេះគឺជារថយន្ត Global Version ដែលផលិតឡើងយ៉ាងពិសេសសម្រាប់ប្រជាជនកម្ពុជាយើងវាក៏បានប្រើប្រាស់ជាមួយនឹង app បញ្ជាដ៏ឆ្លាតវៃដែលអាច connect តាមរយៈ smartphone របស់យើងតែម្ដងដោយយើងអាចធ្វើការបញ្ជាប្រព័ន្ធម៉ាស៊ីនត្រជាក់អាចធ្វើការដេញបញ្ឆេះពីចម្ងាយហើយបងប្អូនក៏អាចបញ្ជាឆ្លងទ្វីបក៏បានដែរលើសពីនេះក៏បានបំពាក់បន្ថែមជាមួយនឹងប្រព័ន្ធកាត NFC ក៏ដូចជាប្រើប្រាស់កូនសោដ៏ឆ្លាតវៃនៅក្នុងការបញ្ជារថយន្តនេះក៏បានដែរបន្ទាប់ពីបងប្អូនមិនទាន់ដូរប៉ុស្តិ៍រំលងទៅណាបងប្អូនអាចក្រឡេកឲ្យចិត្តនិងពិនិត្យជាមួយនឹងខ្ញុំទាំងអស់គ្នាអំពីរូបរាងដ៏អំណាចរបស់ BYD Shaq មួយគ្រឿងនេះបងប្អូនទាំងអស់គ្នាចំណុចដ៏ពិសេសនៅផ្នែកខាងមុខនេះគឺត្រូវបានបំពាក់មកជាមួយនឹង LED កាត់តតឹងតែម្ដងដោយពិតជាធ្វើឲ្យរថនេះកាន់តែអំណាចនាពេលយប់ក៏ដូចជាកាន់តែស្រស់ស្អាតនៅពេលដែលយើងបើកបរនាពេលថ្ងៃហើយចំពោះចង្កៀងនេះគឺប្រើប្រាស់ជាមួយនឹងលក្ខណៈថាគុជរហូតដល់2គ្រាប់មានទាំងប្រព័ន្ធជំនួយអំពូលភ្លើងកាត់អាប់នៅផ្នែកខាងមុខហើយចំពោះចង្កៀងនេះផងដែរក៏មានមុខងារបិទបើកដោយស្វ័យប្រវត្តិផងដែរតាក់ទងជាមួយនឹងផ្នែកខាងមុខនេះក៏មានជាមួយនឹង sensor ការពារក៏ដូចជា logo របស់ BYD ដោយត្រូវបានផុសចេញយ៉ាងច្បាស់តែម្ដងដោយគេចង់បង្ហាញថានេះគឺជាម៉ាកយីហោមួយហើយដែលកំពុងតែមានកេរ្តិ៍ឈ្មោះបោះសម្លេងនិងមានការគាំទ្រខ្លាំងនៅលើពិភពលោកយ៉ាងនេះដែលកំពុងតែទទួលស្គាល់អំពីគុណភាពនិងសមត្ថភាពរថយន្តដែល BYD បានផលិតមកចំពោះផ្នែកចំហៀងនេះបងប្អូននឹងបានឃើញជាមួយនឹងយ៉ានកង់ដែលប្រើប្រាស់ជាលក្ខណៈថា18អ៊ីនតែម្ដងហើយចំពោះយ៉ាន់វិញគឺលក្ខណៈថាពណ៌ខ្មៅលាយបញ្ចូលពីរពណ៌យ៉ាងប្រណិតស្រស់ស្អាតហើយចំពោះខាងចំហៀងនេះក៏ប្រើប្រាស់ជាមួយនឹងឈ្នាន់ដោយមានបំពាក់មកស្រាប់ដូចជាកាមេរ៉ាមួយគ្រាប់នៅចំហៀងកញ្ចក់ហើយចំពោះកញ្ចក់នេះក៏អាចបិទបើកអូតូបានផងដែរចំពោះផ្នែកខាងក្រោយវិញសូមកុំបារម្ភមិនឲ្យបងប្អូនទាំងអស់គ្នាអន់ចិត្តឡើយបំពាក់មកជាមួយនឹង stop កាត់ទទឹងក៏ដូចជាមានលក្ខណៈថា highlight បែប 3D តែម្ដងហើយចំពោះពន្លឺនៅពេលយប់វិញគឺកាន់តែស្រស់ស្អាតតែម្ដងបងប្អូនទាំងអស់គ្នាផ្នែកខាងក្រោយនេះក៏មានជាមួយនឹង sensor ផងដែរក៏ដូចជាបង្ហាញនៅអក្សរ BYD Shaq ដ៏ស្រស់ស្អាតនៅផ្នែកខាងក្រោយហើយបើសិនជាបងប្អូនចង់បើកទ្វារខាងក្រោយនេះក៏មិនបារម្ភទៅលើការគ្រុំក្តាំងនោះឡើយគ្រាន់តែចុច2ដងនៅចំណុចត្រង់នេះ
វានឹងធ្វើការទម្លាក់ឲ្យយើងយ៉ាង smooth តែម្ដងបងប្អូនទាំងអស់គ្នាចូលមកកាន់ផ្នែកខាងក្រោយនៃការរចនាគឺជាបទពិសោធន៍មួយដ៏ល្អដែល BYD បានផ្ដល់ឲ្យជាមួយនឹងភ្នាក់ដៃកណ្ដាលដែលមានកន្លែងទុកកែវក៏ដូចជាបទពិសោធន៍នៅក្នុងការអង្គុយកៅអីដោយមានលក្ខណៈថាទន់ល្មើយប្រើប្រាស់ជាមួយនឹងស្បែកក៏ដូចជាមានការរចនាជាមួយនឹង highlight ថ្នេរពណ៌ទឹកក្រូចដ៏ស្រស់ស្អាតហើយមានដាប់យ៉ាងច្បាស់ជាមួយនឹង logo របស់ BYD នៅលើស្បែកពូកដោយផ្ទាល់តែម្ដងហើយចំពោះបទពិសោធន៍ដែលខ្ញុំអាចប្រាប់បងប្អូនទាំងអស់គ្នាបានវាពិតជាមានលក្ខណៈថាទូលាយមែនទែនហើយចំពោះការអង្គុយគឺมันផ្ដល់ជាមួយនឹងភាពហត់នឿយសម្រាប់យើងនោះឡើយបន្ថែមមកជាមួយនឹងដៃតោងដែលសម្រួលទៅដល់ការឡើងចុះម៉ាស៊ីនត្រជាក់ដែលអាចសេរីបានពីតំបន់នៅផ្នែកខាងក្រោយកន្លែងផ្ទុកទូរស័ព្ទ USB គឺដូចជា Type C បានផ្ដល់មកស្រាប់ដោយមិនចាំបាច់ធ្វើការដំឡើងនៅផ្នែកខាងក្រៅនោះឡើយបងប្អូនទាំងអស់គ្នាចូលមកកាន់ផ្នែកខាងមុខគឺជាចំណុចមួយដែលមិនអាចរំលងបានជាមួយនឹងការរចនាកៅអីដែលងាយស្រួលនៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃតែម្ដងបូករួមជាមួយនឹងមុខងារចុចបញ្ជាអូតូម៉ាទិកទាំងសងខាងហើយចំពោះតាក់ទងជាមួយនឹងម៉ាស៊ីនត្រជាក់វិញគឺត្រជាក់គ្រប់តំបន់តែម្ដងចំពោះផ្នែកកណ្ដាលនេះបងប្អូននឹងបានឃើញជាមួយនឹង highlight ស្បែកដ៏ស្រស់ស្អាតហើយចំពោះចង្កឹះលេខវិញ design មកគួរឲ្យចង់ចាប់កាន់មែនទែនបូករួមជាមួយនឹងមានប៊ូតុងជាច្រើននៅចំណុចត្រង់នេះហើយប៊ូតុងនេះសម្រាប់ធ្វើការបើកទ្វារខាងក្រោយងាយស្រួលនៅក្នុងការបងប្អូនចង់ផ្ទុកអីវ៉ាន់អញ្ចឹងទៅហើយក៏មានបន្ថែមជាមួយនឹងកន្លែងសាកថ្មទូរស័ព្ទឥតខ្សែផងដែរហើយចំពោះផ្នែកចង្កូតវិញក៏ពិតជាមានលក្ខណៈថាស្រស់ស្អាតផងដែរដោយវារាងកាត់ទៅរកអក្សរ D ក៏ដូចជាមានប៊ូតុងជាច្រើនសម្រាប់ធ្វើការកំណត់ផងដែរដោយប៊ូតុងនេះគឺអាចប្រើប្រាស់ជាមួយនឹងការកំណត់ Drive Mode ផ្សេងៗដូចជា Eco Mode, Sport Mode ក៏ដូចជា Normal Mode សម្រាប់ការប្រើប្រាស់តាមស្ថានភាពជាក់ស្ដែងហើយចំពោះប៊ូតុងមូលនៅផ្នែកខាងស្ដាំនេះវិញគឺអាចប្រើប្រាស់កំណត់ទៅលើ Drive Mode សម្រាប់បងប្អូនដែលធ្វើដំណើរផ្លូវពិបាកគឺមានជម្រើសនៅក្នុងការបើកនៅលើ Snow ដែលជាផ្លូវទឹកកកក៏ដូចជា Sandland បើកនៅលើផ្លូវខ្សាច់ដូចជា Muddyland គឺបើកនៅលើផ្លូវភក់ក៏ដូចជា Mountain Mode គឺបើកសម្រាប់នៅពេលដែលបងប្អូនឡើងចុះភ្នំផ្លូវពិបាកដែលមានគ្រោះថ្មអីជាដើមបងប្អូនទាំងគ្នានេះគឺជាបទពិសោធន៍ដ៏ល្អនៅក្នុងការបើកបររថយន្ត Pick Up របស់ BYD ដែលដំឡើងនៅក្នុងប្រទេសកម្ពុជាយើងតែម្ដងចំណុចដែលខ្ញុំចាប់អារម្មណ៍គឺទៅលើសន្ទុះនៃរថយន្តនេះតែម្ដងជាន់ពិសោធន៍ទៅកាន់100គីឡូម៉ែត្រគឺចំណាយពេលត្រឹមតែ 5.7 វិនាទីតែប៉ុណ្ណោះណាហើយចំពោះផ្នែកខាងក្នុងវិញក៏មិនមានសម្លេងខាងក្រៅចូលមករំខាននោះឡើយចំណែកឯភាព smooth រលូនវិញគឺពិតជាពិសេសតែម្ដងដោយសារតែរថយន្តនេះត្រូវបានបំពាក់មកជាមួយនឹងប្រព័ន្ធនៃបច្ចេកវិទ្យាជើងក្រោមហ្នឹងគឺជា Dual Wishbone ទាំងមុខនិងផ្នែកខាងក្រោយតែម្ដងចំណុចនេះគឺជារឿងដ៏ពិសេសមួយហើយសម្រាប់អ្នកដែលនិយមប្រើប្រាស់នៅក្នុងឡាន Pick Up ចំពោះឯភាព comfortable ក៏ជាផាសុខភាពវិញណាបងប្អូនកុំបារម្ភមិនថាតែបងប្អូនប្រើប្រាស់នៅក្នុងទីក្រុងនោះឡើយដោយសារតែរថយន្តនេះគឺបងប្អូនពិតជាចំណេញប្រើប្រាស់ជាអគ្គិសនីក៏បានប្រើប្រាស់ជាប្រភេទសាំងលើអគ្គិសនីក៏បាននិយាយទៅសឹងថាបងប្អូនប្រើប្រាស់នៅក្នុងទីក្រុងលែងបារម្ភទៅលើក្នុងការចាក់សាំងហើយដោយសារតែអគ្គិសនីសុទ្ធរបស់វាក៏បើកបាន100គីឡូម៉ែត្រដែរអញ្ចឹងនេះគឺជាចំណុចពិសេសហ្មងហើយសម្រាប់បងដែលចូលចិត្តធ្វើដំណើរផ្លូវឆ្ងាយយកវាទៅអបរោដអីហ្នឹងកាន់តែពិសេសយ៉ាងឥតខ្ចោះតែម្ដងដោយសារតែវាដំណើរការជាមួយនឹងប្រព័ន្ធសាំងលាយអគ្គិសនីគឺអាចធ្វើដំណើរបានផ្លូវឆ្ងាយមែនទែនហើយដោយ Full Tech ដែលក្រុមការងារបានបង្ហាញរបស់បងប្អូនអញ្ចឹងបទពិសោធន៍នៅក្នុងការបើកបររបស់ខ្ញុំគឺតាំងពីផ្លូវភ្នំផ្លូវគ្រួសផ្លូវខ្សាច់រហូតមកដល់ផ្លូវភក់ទៀតវាធ្វើឲ្យខ្ញុំនេះមានអារម្មណ៍ថាហើយអ្វីបានជាគេលក់រថយន្តនេះនៅក្នុងតម្លៃ$40,000ជាងហើយតម្លៃពិតប្រាកដគឺរងចាំដល់ថ្ងៃសម្ពោធជាផ្លូវការខ្ញុំគិតថាត្រួសរថយន្តនេះយ៉ាងហោចណាស់ក៏មានតម្លៃខ្ទង់$6,000 ទៅ$7,000ដែរហើយអ្វីបានជារថយន្តនេះពិសេសលើសពីការរំពឹងរបស់ខ្ញុំទៅទៀតបងប្អូនទាំងអស់គ្នាហើយចំពោះបទពិសោធន៍ដ៏ល្អវិញតាក់ទងជាមួយនឹងអេក្រង់នៅផ្នែកខាងមុខនេះតែម្ដងគឺវាបង្ហាញទៅលើកម្រិតល្បឿននៅក្នុងការបើកបរកម្រិតប្រេងសាំងនៅក្នុងការបើកបរកម្រិតអគ្គិសនីថាតើនៅសល់អគ្គិសនីប្រមាណភាគរយនៅក្នុងការប្រើប្រាស់ក៏ដូចជាអេក្រង់ខាងស្ដាំដៃរបស់ខ្ញុំនេះគឺពិតជាមានប្រយោជន៍ខ្លាំងមែនទែនសម្រាប់ការបញ្ជាប្រព័ន្ធម៉ាស៊ីនត្រជាក់នៅក្នុងរថយន្តអាច connect ភ្ជាប់ជាមួយនឹង Apple CarPlay Android Auto ក៏ដូចជាអាចធ្វើការមើលទៅលើប្រព័ន្ធសម្ពាធកង់ផ្សេងៗហ្នឹងគឺនៅលើអេក្រង់ខាងស្ដាំដៃរបស់ខ្ញុំនេះតែម្ដងបងប្អូនទាំងអស់គ្នាហើយចំពោះតាក់ទងជាមួយចង្កូតវិញណាគឺពិតជា smooth រលូនផ្ដល់នូវផាសុកភាពចំពោះការបើកបរតែម្ដងដោយសារតែយើងអាចសេរីវាឲ្យទន់ក៏បានឲ្យរឹងក៏បានហើយចំពោះការសេរីក៏មិនបារម្ភណាគឺសេរីនៅលើ touch អេក្រង់ដ៏ទំនើបនេះដូចគ្នាផងដែរហើយតាក់ទងជាមួយនឹងប្រព័ន្ធតន្ត្រីវិញណាសូមកុំបារម្ភប្រហែលជានេះហើយគឺជារថយន្ត Pick Up ដែលមានប្រព័ន្ធតន្ត្រីពីរោះខុសពីរថយន្តផ្សេងៗដែលបងប្អូនធ្លាប់មានបទពិសោធន៍នៅក្នុងការប្រើប្រាស់ផងដែរអញ្ចឹងពីខ្ញុំបាទនេះគឺជារថយន្តមួយដ៏ពិសេសហើយសម្រាប់បងប្អូនមកភ្លក់យកបច្ចេកវិទ្យាថ្មីដែល BYD បានផ្ដល់ឲ្យហើយចំពោះមុខងារបន្ថែមដែលបងប្អូនជក់ចិត្តនៅក្នុងការប្រើប្រាស់គឺជាមុខងារ Auto Hold ងាយស្រួលនៅពេលដែលយើងចត stop ម្ដង
ហើយតាក់ទងជាមួយនឹងមុខងារជំនួយនៅពេលដែលចូលចតមុខងារប្រាំងដៃអេឡិចត្រូនិកក៏ដូចជាមុខងារប្រព័ន្ធទប់លំនឹងគឺកាន់តែពិសេសដែលធ្វើឲ្យបងប្អូនចាយលុយមិនស្ដាយឡើយនៅក្នុងកញ្ចប់លុយ$40000ធានាពីផ្លូវការដោយក្រុមហ៊ុន BYD Cambodia តែម្ដងបងប្អូនចំពោះការធានានៃរថយន្ត BYD Success នេះវិញសូមកុំបារម្ភគឺរហូតដល់8ឆ្នាំឬក៏160,000 គីឡូម៉ែត្រពី BYD តែម្ដងបងប្អូនទាំងអស់គ្នាមិននឹងបញ្ចប់នៅវីដេអូអំពីរថយន្ត BYD Success មួយគ្រឿងនេះតើបងប្អូននឹងពិចារណាយ៉ាងណាដែរខណៈដែលនេះគឺជារថយន្តមួយដែលបងប្អូនម្ចាស់អាជីវកម្មគួរតែងាកសម្លឹងមើលដោយសារតែកម្រិតសន្សំសំចៃរបស់វានឹងហើយតាក់ទងជាមួយនឹងការបើកបរបើសិនជាបងប្អូនអ្នកដែលធ្វើការចង់ប្រើប្រាស់រថយន្តនេះនៅក្នុងទីក្រុងគឺមានផាសុកភាពកម្រិតខ្ពស់ខ្លាំងមែនតើដោយសារតែកៅអីនៅផ្នែកខាងក្នុងក៏ដូចជាភាពស្ងាត់របស់វានឹងហើយដែលធ្វើឲ្យយើងនេះជក់ចិត្តនៅក្នុងការបើកបរហើយសម្រាប់យុវវ័យវិញណាបងប្អូនទាំងអស់គ្នាជិះរថយន្តនេះមើលមកគឺកាលីបអែមស្រែហ្មងបងប្អូនទាំងអស់គ្នាដោយសារតែមុខងារ V2L ក៏ត្រូវបានបំពាក់មកស្រាប់សម្រាប់បងប្អូនធ្វើដំណើរទៅបោះតង់ camping ហ្នឹងគឺអាចប្រើប្រាស់នៅថាមពល V2L ដែលទាញពីរថយន្តនេះមកប្រើប្រាស់បានហើយបើអំពីបទពិសោធន៍របស់ខ្ញុំអាចប្រាប់បងប្អូនទាំងអស់គ្នាថាគួរតែមកបើកបរសាកល្បងទាំងអស់គ្នាដើម្បីទទួលបានបទពិសោធន៍ដ៏ល្អដូចជាខ្ញុំអញ្ចឹងបើសិនជាបងប្អូនកំពុងតែមានចម្ងល់អំពីរថយន្តនេះគឺអាចតាក់ទងទៅកាន់ BYD Cambodia បានតាមរយៈលេខទូរស័ព្ទដែលខ្ញុំបានបង្ហាញនៅលើអេក្រង់ចង់បញ្ចប់នៃវីដេអូសូមគោរពអរគុណបងប្អូនទាំងអស់គ្នានៅក្នុងការទស្សនាបាយបាយ